បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងនៅថ្ងៃនេះខ្ញុំបាទតាចបៃអ្នកចំការបាទសូមមកធ្វើថ្នាំតកៅស៊ីថ្មិញបាទជាបាលតកៅស៊ីថ្មិញពុកម៉ែបងប្អូនហ្នឹងហើយទៅតាមសំណុំពរបងប្អូនទេបាទមានបងស្រីម្នាក់គាត់សុំខ្ញុំថាលោកគ្រូមានចេះថ្នាំតកៅស៊ីថ្មិញកូនគាត់តកៅស៊ីថ្មិញដេកយំរយប់ឈឺហើមមកជាហៀងមុខហើយបាទថាចាញថ្មិញក៏ហើមដែរចឹងមានថ្នាំតកៅស៊ីថ្មិញអត់លោកគ្រូចឹងខ្ញុំថ្ងៃនេះសូមមកធ្វើថ្នាំតកៅស៊ីថ្មិញបង្ហាញជូនពុកម៉ែបងប្អូនណាបន្ទុកជាចំណេះដឹងតគ្នាតអនាគតទៅពុកម៉ែបងប្អូនណាចេះចាំរៀងខ្លួនទៅប្រកែណាកែស័ក្តិសិទ្ធិតែមែនទេ 100% មកតាមជាបាលតកៅស៊ីថ្មិញនេះចឹងបងប្អូន share ទៅណាបាទ share ទុកម្នាក់មួយទៅការពារថ្ងៃណាមួយកូនយើងចៅយើងឬក៏យើងមានជំងឺតកៅស៊ីថ្មិញទៅយើងមានវីដេអូស្រាប់ share ទុកក្នុង Facebook យើងអ្នកមួយទៅបងប្អូនណាបាទ share ទុកឲ្យដល់ពេលយើងភ្លេចអីទៅយើងចូលមកក្នុង Facebook យើងទៅបាទយើងបានចេះយើងបានដឹងបានចាំអំពីក្បួនឱសថបុរាណជាបាលជំងឺដង្កូវស៊ីថ្មិញបាទចឹងពុកម៉ែបងប្អូនឥឡូវយើងមកដឹងតើមានអ្វីខ្លះបាទចឹងថ្នាំដង្កូវស៊ីថ្មិញនេះសរុបរួមមាន3មុខបាទជាសំខាន់ចឹងទី1ដែលខ្ញុំកាន់នេះពុកម៉ែបងប្អូនគឺជីក្រហមបាទអ្នកខ្លះហៅជីនឹងវងស្រុកកើតគេហៅជីនឹងវងបើក្នុងសភៅគេដាក់ជីនឹងវងចឹងដែរទេក្នុងសភៅខ្មែរយើងបើខ្ញុំហៅតែជីក្រហមទេប្រមបុរាណមកហើយណាបាទអញ្ចឹងហើយមលូនេះខ្ញុំបេះមកនៅតាមពិតបេះឲ្យច្រើនទេខ្ញុំប្រើស្លឹកធំប្រើមួយស្លឹកទៅបើស្លឹកតូចប្រើ2ទៅបាទ2ស្លឹកឬ3ស្លឹកតាមស្លឹកមលូដែលបន្ទូចធំអញ្ចឹងណាបាទតែនេះស្លឹកធំអញ្ចឹងយើងប្រើមួយស្លឹកទៅបាទអញ្ចឹងស្លឹកមលូមួយស្លឹកប្រើជីក្រហមនេះបើត្រួយទេប្រហែលជា3ត្រួយអីទៅបាទកាលលុយវាច្រើនពេកបងប្អូនចាញ់ក្លិននេះ3ត្រួយបាទដាក់ចូលយ៉ាងមកបាទ3ត្រួយក្នុងមលូមួយស្លឹកបាទតមកទៀតម្រេចនេះខ្ញុំក៏ច្រកលក់មកកញ្ចប់500ទេហើយម្រេចនេះប្រើ7គ្រាប់ពុកម៉ែបងប្អូនណាយក7គ្រាប់មកបាទដាក់ចូលជាមួយនឹងស្លឹកជីក្រហមមួយលឹកម្រូហើយយើងបត់វាទៅពុកម៉ែបងប្អូនបត់ឲ្យទៅពីសាច់យើងទៅពីទុកចោលក្នុងមាត់នឹងរយៈពេលណាយូរបានរឹតតែយូររឹតតែល្អពុកម៉ែបងប្អូនណាបាទចឹងអាតកៅដែលនៅក្នុងជើងថ្មិញឬនៅក្នុងថ្មិញអីហ្នឹងគឺវារុះមកទាំងអស់ហើយអាហើមចាញ់ថ្មិញបាទឈឺហើមពោចាញ់ថ្មិញឈឺខ្ទោក្បាលហ្នឹងគឺបាទបាត់តើនិយាយចំសឹងថាអត់បាន3ម៉ោងបាត់ឈឺភ្លាមហ្មងមកយើងមូបាននេះញាត់ធ្លាប់ចូលមាត់ហ្នឹងទៅបាទហូបទៅពីឲ្យបៀមចោលនឹងពុកម៉ែបងប្អូនមានឲ្យលេបទៅបៀឲ្យទឹកមាត់យើងចេញទៅយើងកពូទៅដើម្បីឲ្យជាតិជីក្រហមស្លឹកម្លូនិងជាតិម្រេចហ្នឹងរត់ចូលទៅរន់ជើងថ្មិញបាទកន្លែងណាដែលវាមានតកៅសងំនៅហ្នឹងបាទវានឹងរុះចេញមកទាំងអស់បាទមិនថាតកៅអីទេបាទចឹងនេះគឺជាថ្នាំតកៅស៊ីថ្មិញបកែណាក្មេងៗអ្នកភូមិខ្ញុំប្រាប់ឲ្យធ្វើទៅពីបាត់ទាំងអស់គ្នាបងប្អូនណាកែស័ក្តិសិទ្ធិ 100% ក្មេងៗដែលកើតតកៅស៊ីថ្មិញឈឺយំហ្នឹងប្រាប់ឲ្យគាត់ធ្វើចឹងទៅម៉ែពុកហ្នឹងបាទបើសិនគាត់ទៅពីមិនកើតដាក់បុកឲ្យគាត់ទៅបាទគាត់ឈឺខ្លាំងហេងស៊ុយទៅពីអត់កើតទៀតបាទចឹងដាក់បុកចូលគ្នាហើយបាទដាក់ក្នុងមាត់គាត់បៀមទៅបាទបៀមពេលណាចេញទឹកមាត់វិញយើងចឹកកពូទៅឲ្យថ្នាំរត់ច្បល់ចូលចាមជើងថ្មិញបាទ2ម៉ោងក្រោយមកបាត់ឈឺថ្មិញហើយបៀម3ព្រឹកទៅអាហើមមុខហើមមាត់ដោយសាររោគឈឺថ្មិញហ្នឹងវាក៏បាត់ដែរបងប្អូនណាបាទវានឹងបាត់តែម្ដងបាទចឹងបកែណាពុកម៉ែបងប្អូនជួយប្រាប់គ្នាទៅណាបាទជាថ្នាំតកៅស៊ីថ្មិញបាទពុកម៉ែបងប្អូនមានប៉ុណ្្នឹងឯងបាទអរគុណច្រើនហើយពុកម៉ែបងប្អូនណាដែលមិនទាន់បានជួយចុច follow លើ page តាចបៃខ្ញុំបាទកុំភ្លេចជួយចុច follow ម្នាក់មួយផងណាពុកម៉ែបងប្អូនបាទអរគុណច្រើនបាយ